អ៊ុយក្រែនបានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកយ៉ាងក្លាហានទៅលើមូលដ្ឋានទ័ពជើងទឹករូហ្វីនៅច្រកសមុទ្រកិច្ច Kerch Strait គោលដៅសំខាន់នៃការវាយប្រហារនេះគឺប៉ោលដាក់ខ្សែកាប់ពីរគ្រឿងគឺ Volga Volya និង Vyatka Vyatka កប៉ាល់ទាំងពីរនេះស្ថិតនៅក្នុងតំបន់ដែលត្រូវបានការពារយ៉ាងខ្លាំងក្លាបំផុតមួយនៅក្រេមីកប៉ាល់ទាំងនេះជាកប៉ាល់ប្រភេទ Project 15310ដែលមានតម្លៃខ្ពស់ពួកវាដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងប្រតិបត្តិការក្រោមទឹករបស់រុស្ស៊ីការវាយប្រហារនេះបានបង្ហាញពីភាពក្លាហាននិងយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់របស់កងកម្លាំងអ៊ុយក្រែនដំបូងឡើយកងនាវីចុះសមុទ្រខ្មែររបស់រុស្ស៊ីជឿថាច្រកសមុទ្រកិច្ចត្រូវបានការពារយ៉ាងល្អពួកគេមានប្រព័ន្ធរ៉ាដាថ្ម Panzers មួយប្រព័ន្ធសង្គ្រាមអេឡិចត្រូនិក PO-21 យន្តហោះគ្មានមនុស្សបើក Lancet និងការការពារពីនាវីចម្បាំងផ្សេងទៀតប៉ុន្តែអ៊ុយក្រែនបានរៀបចំអន្ទាក់ដ៏ស្មុគស្មាញមួយពួកគេបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើកចម្ងាយឆ្ងាយ N195 Ladyពួកគេក៏បានប្រើនាវីលើផ្ទៃទឹកគ្មានមនុស្សបើក Majorov 5ផងដែរលើកពីនេះពួកគេបានប្រើយន្តហោះចារកម្ម Berat Charter 2សម្រាប់ការឆ្លុបយកការជាក់ស្ដែងការវាយប្រហារនេះគឺជាយុទ្ធសាស្ត្រដ៏ស្មុគស្មាញមួយវារួមបញ្ចូលទាំងការប្រើយន្តហោះគ្មានមនុស្សបើកជាអន្ទាក់ការរំខ្ទប់រ៉ាដានិងការវាយប្រហារដោយផ្ទាល់សមរភូមិនេះបានប្រែក្លាយទៅជាការតស៊ូដ៏ខ្លាំងក្លាមួយវាជាការប្រកួតប្រជែងគ្នារវាងការបោកបញ្ឆោតសង្គ្រាមអេឡិចត្រូនិកនិងការការពារចំណាយចិត្តប្រព័ន្ធការពាររបស់រុស្ស៊ីបានបាញ់គ្រាប់រកែកជាច្រើនគ្រាប់ពួកគេបានដេញតាមគោលដៅคล้ายៗការវាយប្រហាររបស់អ៊ុយក្រែនបានបំបែកការការពាររបស់រុស្ស៊ីក្រុមវាយប្រហារចម្បងរបស់អ៊ុយក្រែនបានបន្តរុញច្រានឆ្ពោះទៅកាន់តំបន់យុទ្ធការរបស់កប៉ាល់បន្ទាប់មកការវាយប្រហារចុងក្រោយក៏បានចាប់ផ្ដើមនាវា Majorov 5បានបុកចូលក្បាល Volga ការផ្ទុះដ៏ធំមួយបានកើតឡើងនៅជិតខ្សែទឹកការផ្ទុះនេះបានគំរាមកំហែងដល់ការជន់លិចនិងការខូចខាតផ្នែកខាងក្នុងយ៉ាងធ្ងន់ធ្ងរស្ទើរតែក្នុងពេលតែមួយយន្តហោះគ្មានមនុស្សបើក N195 មួយវៃឌីចំនួន2គ្រឿងបានវាយប្រហារកប៉ាល់ Vyatkaពួកវាបានវាយប្រហារពីទីដែលផ្សេងគ្នាការវាយប្រហារនេះបានបំផ្លាញបន្ទះបច្ចេកទេសឧបករណ៍ដាក់ខ្សែការប្រព័ន្ធទំនាក់ទំនងនិងតំបន់បញ្ជាការបេសកកម្មរបស់កប៉ាល់ផលប៉ះពាល់ពិតប្រាកដនៃការវាយប្រហារនេះគឺធំធេងជាងការដឹកកប៉ាល់ពីរគ្រឿងទៅទៀតកប៉ាល់ Volga និង Vyatka មិនមែនជាកប៉ាល់ធម្មតាទេពួកវាគ្រប់គ្រងដល់ទំនាក់ទំនងក្រោមទឹករបស់រុស្ស៊ីពួកវាដើរតួនាទីក្នុងការឃ្លាំមើលដោយសូរស័ព្ទនិងការតាមដាននាវីមុខទឹកពួកវាក៏គ្រប់គ្រងប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងសមុទ្រខ្មៅផងដែរការវាយប្រហារលើកប៉ោលទាំងនេះបានផ្ញើសារដ៏ច្បាស់មួយទៅកាន់រុស្ស៊ីសារនោះគឺថាគ្រីមីលែងជាមូលដ្ឋានខាងក្រោយដ៏មានសុវត្ថិភាពទៀតហើយសូម្បីតែច្រកសមុទ្រកិច្ចក៏អាចត្រូវបានជ្រៀតចូលបានដែរការវាយប្រហារនេះបង្ហាញពីរបៀបដែលអ៊ុយក្រែនកំពុងប្រើប្រាស់ប្រព័ន្ធតូចជាងថោកជាងនិងឆ្លាតជាងពួកគេកំពុងប្រើប្រាស់វាដើម្បីធ្វើឲ្យបណ្ដាញយោធាដ៏ធំរបស់រុស្ស៊ីចុះខ្សោយបន្តិចម្ដងគោលដៅរបស់ពួកគេរួមមានកំពុងផែស្ពានរ៉ាដាការពីដែនអាកាសពស្តុភានិងកប៉ាល់ឯកទេសតាមទស្សនៈយុទ្ធសាស្ត្រការបាត់បង់ដ៏ធំបំផុតរបស់រុស្ស៊ីអាចមិនមែនគ្រាន់តែជាកប៉ាល់ Volga និង Vyatka នោះទេវាអាចជាការដឹងថាអ៊ុយក្រែនកំពុងប្រែក្លាយគ្រីមីពីបន្ទាយមួយទៅជាបន្ទប់ពស្តុភាគ្រីមីកំពុងតែពិបាកការពារកាន់តែខ្លាំងឡើងការវាយប្រហារនេះបានបង្ហាញពីភាពងាយរងគ្រោះនៃការការពាររបស់រុស្ស៊ីវាបានបង្ហាញថាសូម្បីតែតំបន់ដែលត្រូវបានការពារខ្លាំងបំផុតក៏អាចត្រូវបានជ្រៀតចូលដែរនេះគឺជាការតក់ស្លុតយ៉ាងខ្លាំងសម្រាប់កងនាវីចុះសមុទ្រខ្មែររបស់រុស្ស៊ីការវាយប្រហារនេះក៏បានបង្ហាញពីភាពប៉ិនប្រសប់របស់កងកម្លាំងអ៊ុយក្រែនផងដែរពួកគេអាចរៀបចំផែនការនិងអនុវត្តប្រតិបត្តិការដ៏ស្មុគស្មាញបែបនេះបានពួកគេអាចប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីយកឈ្នះលើការការពាររបស់សត្រូវសរុបមកការវាយប្រហារនេះគឺជាជោគជ័យដ៏ធំមួយសម្រាប់អ៊ុយក្រែនវាបានបំផ្លាញកប៉ាល់សំខាន់ពីររបស់រុស្ស៊ីវាបានបង្ហាញពីភាពទន់ខ្សោយនៃការការពាររបស់រុស្ស៊ីនៅក្រេមីវាបានផ្ញើសារយ៉ាងច្បាស់ថាអ៊ុយក្រែននឹងមិនបោះបង់ចោលការតស៊ូរបស់ខ្លួនឡើយពួកគេនឹងបន្តប្រើប្រាស់យុទ្ធសាស្ត្រច្នៃប្រឌិតដើម្បីវាយប្រហារគោលដៅរបស់រុស្ស៊ីការវាយប្រហារនេះក៏បានបង្កើនសម្ពាធលើរុស្ស៊ីផងដែរវាបង្ខំឲ្យរុស្ស៊ីចំណាយធនធានបន្ថែមទៀតដើម្បីការពារគ្រីមីនេះអាចធ្វើឲ្យរុស្ស៊ីចុះខ្សោយនៅក្នុងផ្នែកផ្សេងទៀតនៃសង្គ្រាមការវាយប្រហារនេះគឺជាឧទាហរណ៍មួយនៃរបៀបដែលសង្គ្រាមទំនើបកំពុងវិវត្តវាបង្ហាញពីសារៈសំខាន់នៃបច្ចេកវិទ្យាយុទ្ធសាស្ត្រនិងការច្នៃប្រឌិតអ៊ុយក្រែនកំពុងបង្ហាញថាទោះបីជាមានទំហំតូចជាងក៏ដោយក៏ពួកគេអាចប្រកួតប្រជែងជាមួយរុស្ស៊ីបានដែរវីដេអូនេះបានផ្ដល់នូវការវិភាគយ៉ាងលម្អិតអំពីការវាយប្រហារនេះវាបានពន្យល់ពីយុទ្ធសាស្ត្រនិងបច្ចេកវិទ្យាដែលបានប្រើប្រាស់វាក៏បានពិភាក្សាអំពីផលប៉ះពាល់ជាយុទ្ធសាស្ត្រនៃការវាយប្រហារនេះផងដែរប្រសិនបើអ្នកចាប់អារម្មណ៍លើសង្គ្រាមនៅអ៊ុយក្រែនវីដេអូនេះគឺជាអ្វីដែលអ្នកមិនគួរខកខានវានឹងផ្ដល់ឲ្យអ្នកនូវការយល់ដឹងកាន់តែស៊ីជម្រៅអំពីសមរភូមិនេះសូមកុំភ្លេចចុចចូលចិត្តចែករំលែកនិងជីវឆាននេះដើម្បីទទួលបានការវិភាគយោធាថ្មីបន្ថែមទៀតពីសមរភូមិអ៊ុយក្រែននិងរណសិរ្សសមុទ្រខ្មៅ